នៅផ្ទះអត់ដឹងធ្វើអីដើរចុះឡើងស្រាប់តែឃើញកូនខ្នុរមួយដើមកូនខ្នុរហ្នឹងវាដុះខ្លួនឯងទេអត់មានអ្នកណាគេទៅដាំបណ្ដុះវាទេបូកផ្សំជាមួយនឹងអាកាសធាតុត្រជាក់ភ្លៀងរលឹមតាំងពីព្រលឹមរហូតដល់យប់ផងក៏ជីករណ្ដៅមួយនៅខាងក្រោយផ្ទះដាំវាតែម្ដងទៅខ្ញុំអត់មានបច្ចេកទេសដាំវាទេគ្រាន់តែថាធ្លាប់ដាំកូនឈើធ្លាប់ដាំដំណាំដាំអីចឹងទៅអញ្ចឹងក៏ចេះតែដាំទៅតាមអ្វីដែលយើងធ្លាប់ដឹងធ្លាប់យល់ពីមុនមកមិនដឹងថាវារស់ឬក៏មិនរស់ទេតែសង្ឃឹមថាវារស់ចុះព្រោះខំយកចិត្តទុកដាក់ដែររុក្ខជាតិគឺងាយស្រួលដុះមែនទែននៅខែភ្លៀងខែវស្សាធ្លាក់ភ្លៀងរលឹមអីអញ្ចឹងណាវាងាយស្រួលនៅក្នុងការលូតលាស់ដោយសារមានទឹកសើមជាប្រចាំហើយវាអត់ចាំបាច់ត្រូវការមើលថែពេញលេញដូចនៅខែប្រាំងទេព្រោះខែប្រាំងបើយើងដាំរុក្ខជាតិដាំដំណាំអីគឺយើងពិបាកមើលថែវាព្រោះដោយសារតែយើងត្រូវធ្វើការស្រោចទឹកស្រោចអីឲ្យជាប់លាប់អញ្ចឹងណាប៉ុន្តែខ្ញុំអត់ដឹងថានៅដីភូមិរបស់ខ្ញុំវាដុះបានល្អដូចជាដីនៅភូមិរបស់គេផ្សេងឬក៏អត់ទេព្រោះដោយសារតែដំណាំខ្លះវារើសប្រភេទដីអញ្ចឹងដំណាំមួយចំនួនគឺដាំនៅលើប្រភេទដីរបស់យើងអត់ត្រូវទេដូចផ្ទះឬក៏ដីរបស់ខ្ញុំដាំប្រភេទដើមដូងអីហ្នឹងគឺអត់ត្រូវទេដាំទៅគឺអត់ត្រូវហ្មងវាអត់លូតលាស់វាអត់ល្អវាងាប់វាអីចឹងណាអញ្ចឹងរុក្ខជាតិឬក៏ដំណាំមួយចំនួនគឺវារើសប្រភេទដីប៉ុន្តែសម្រាប់កូនខ្នុរនេះគឺខ្ញុំអត់ដឹងដែរព្រោះដោយសារតែផ្ទះខ្ញុំអត់ទាន់មានដាំដើមខ្នុរទេអញ្ចឹងខ្ញុំជឿថាវាអាចនឹងដុះព្រោះឃើញថាវាដុះលូតលាស់មកបានល្អដែរព្រោះអត់មានអ្នកណាគេដាំបណ្ដុះមើលថែវាទេប៉ុន្តែវាដុះខ្លួនឯងអញ្ចឹងបានន័យថាដីរបស់យើងឬក៏ទីតាំងហ្នឹងវាអាចជាកន្លែងដែលដុះលូតលាស់ល្អសម្រាប់រុក្ខជាតិមួយហ្នឹងអញ្ចឹងសង្ឃឹមថាមកលើកក្រោយទៅឃើញវាដុះលូតលាស់ល្អហើយសង្ឃឹមថាវានឹងមានផ្លែមានផ្កាចុះបាយបាយ